បាទនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការងារច្រើនទៅបាទ new chat នេះគឺច្រើនមែនតើបាទយើង new chat ច្រើនយើងមិនដឹងថាឆាតមួយណានិយាយពីអីឆាតមួយណានិយាយពីអីទេអញ្ចឹងយើងធ្វើយ៉ាងម៉េចបាទវិធីដែលល្អគឺយើងត្រូវតែដូរឈ្មោះវាឲ្យត្រូវជាមួយនឹងបរិបទឬក៏ប្រធានបទដែលយើងជជែកឬក៏សួរជាមួយនឹង AI បាទអញ្ចឹងដើម្បីយើងធ្វើការដូរឈ្មោះឬក៏ដាក់ឈ្មោះបាទយើងចុចលើប៊ូតុងមួយដែលមានសញ្ញាខ្មៅដៃបាទយើងចុចមកបាទច្រឡំយ៉ាត់ច្រឡំសញ្ញាធុងសម្រាមណាធុងសម្រាមគឺលុបហើយអញ្ចឹងយើងចុចសញ្ញាខ្មៅដៃនេះមកបាទអញ្ចឹងកន្លែងនេះគឺចេញជាប្រឡោះមួយសម្រាប់ឲ្យយើងបញ្ចូលឈ្មោះនឹងតែម្ដងបាទយើងអាចបញ្ចូលឈ្មោះជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានឬក៏ភាសាអីក៏បានដែរបាទអញ្ចឹងខ្ញុំដាក់ឈ្មោះភាសាខ្មែរគឺអំពីអង្គរវត្តបាទអូខេអញ្ចឹងខ្ញុំបញ្ចូលអំពីអង្គរវត្តអញ្ចឹងមកខ្ញុំនេះណែបាទអញ្ចឹងផលប្រយោជន៍ដែលយើងធ្វើបែបនេះនៅពេលដែលយើងឆាតកប់ទៅច្រើនទៅគឺយើងអាចធ្វើការ search នៅខាងលើនេះបានបាទ